នេះគឺជាបសហើយខ្ញុំមិនធ្វើការញ៉ាំអីដែលជាបសបានចំនួន50មកក្នុងរយៈពេល24ម៉ោងនិយាយទៅរបស់ញ៉ាំណាក៏ដោយមិនថាវាគឺជារបស់ញ៉ាំអីឬក៏ជារបស់កែច្នៃទេគឺថារបស់ញ៉ាំទាំងនោះមិនចូលក្នុងមាត់ខ្ញុំគឺត្រូវតែជាបសជានិច្ចលក្ខខណ្ឌបើសិនជាខ្ញុំញ៉ាំមកគ្រប់50មុខមុនរយៈពេល24ម៉ោងទេគឺខ្ញុំនឹងផាត់លុយក្នុងចំនួន30ម៉ឺនរៀលទៅឲ្យពូនស្រីរបស់ខ្ញុំហើយត្រូវលេងចានរយៈពេលពេញមួយខែទៀតតែបើខ្ញុំធ្វើវាបានជោគជ័យ50មុខមុនរយៈពេល24ម៉ោងវិញគឺខ្ញុំនឹងឲ្យពូនខ្ញុំលេងចានរយៈពេល2ខែតែមកនិយាយទៅបេសកកម្មនេះនឹងចាប់តាំងពីម៉ោង7ព្រឹកទៅបើក្បាលមកនេះគឺជាខ្ទឹមរាំងពណ៌សអ្នកគ្នាចង់ឲ្យថាខ្ញុំញ៉ាំទាំងឆៅចឹងហ្មងរួចក៏បានញ៉ាំខ្ទឹមរាំងពណ៌សនឹងយកតែហ្មងទៅខតែញ៉ាំខ្ទឹមរាំងនេះមួយមើលទឹកភ្នែកនឹងទឹកស្វាយឡើងហៀជីមកតែមកក្រោយពេលមកក៏ដល់ពេលចូលក្នុងបន្ទប់ទៅស្រាប់ពេលក៏បានគេរបស់ញ៉ាំពណ៌សនៅលើចានដល់ទៅ3ម៉ោងឯណូហើយមានក្តីច្រើនទេខ្ញុំក៏បានកាន់ចាននឹងចូលក្នុងបន្ទប់ទឹកញ៉ាំខ្ទឹមពណ៌សនេះមុនគេយកតែមកហើយនៅសបាយពណ៌សក៏ដូចជាទឹកកកពណ៌សនេះមួយទៀតពេលក៏បានញ៉ាំម្ដងទាំងពីរនឹងចូលក្នុងមាត់បាត់ទៅនិយាយទៅខ្ញុំញ៉ាំពណ៌សបាន4មុខហើយនៅនេះក្រោយចេញពីបន្ទប់ទឹកមកខ្ញុំក៏បានឃើញរបស់ញ៉ាំពណ៌ស3មុខស៊ីពីគ្នាទៀតនៅលើចានហើយក៏បានញ៉ាំនំពណ៌សមួយនេះឡើងត្រទី5ញ៉ាំចំហុយពណ៌សឡើងត្រទី6ក៏ដូចជាលើស្ករពណ៌សនេះមួយទៀតឡើងត្រទី7ខ្ញុំញ៉ាំបាន7មុខហើយស្មាននេះគឺថាមក9ហើយនៅនេះក្រោយពេលមកក៏បានជិះម៉ូតូទៅក្រៅស្វែងរករបស់ញ៉ាំពណ៌សទៀតដល់ទីក្រៅមកក៏រកបានប្រហិតមូពណ៌សប្រហិតសាច់ក្រាមពណ៌សប្រហិតត្រីពណ៌សហើយនំប៉័ងពណ៌សមួយទៀតគឺថាខ្ញុំរកបានដល់ទៅ4មុខឯណូរួចក៏បានតែការញ៉ាំយកតែហ្មងទៅនិយាយទៅគឺថាសប្បាយក្នុងការញ៉ាំខ្លាំងមែនតើហើយវាក៏ជា3មុខផ្សេងពីគ្នាផងដែរនេះគឺជាផានសាច់ក្រាមពណ៌សរបស់យើងមួយទៀតទី11តបពីជិះម៉ូតូអស់រយៈពេល10នាទីក្រោយមកទៀតក៏រកបានបែកគូពណ៌សពងទាស្ងោរពណ៌សហើយនឹងជាអាំងពណ៌ស2មុខទៀតបានពណ៌ស3មុខទៀតដែរបាទពិតជាមិនធម្មតាមែនរួចក៏បានញ៉ាំជាអាំងពណ៌សមួយនេះឡើងត្រទី12មួយនេះបែកគូពណ៌សទី13នៅពងទាចូលក្នុងមកក្របទៀតឡើងត្រទី14ហើយចង់និយាយថាញ៉ាំប៉ុណ្ណឹងគឺតង់គ្រប់ទេណោះគ្នាពេលនោះខ្ញុំក៏បានជិះម៉ូតូស្វែងរកតុបកាទៀវនៅតាមផ្លូវទៀតពិតជាអែមមែនតើមកកាទៀវសាច់ជ្រូកហើយនឹងលោតពណ៌សបាន3មុខទៀតហើយនិយាយទៅអត់មានក្តីច្រើនទេគឺថាខ្ញុំក៏បានច្បល់តែ3មុខនោះចូលគ្នាញ៉ាំយកតែហ្មងទៅបាទចំនួនតួលេខវិញគឺថាបាន17មុខស្មាននេះគឺថាបាន11ហើយខ្ញុំនៅខ្វះ33មុខចុងក្រោយទៀតដែលត្រូវញ៉ាំហើយខ្ញុំគឺនៅសល់រយៈពេល20ម៉ោងចុងក្រោយទៀតក្នុងការលេងឆាឡែនហ្នឹងមកស្ទុក្រោយមកក៏បានត្រង់ម៉ាន់លក់អវ៉ាន់ហើយក៏រកបាននំពណ៌សមួយនេះសិមបញ្ចូលពណ៌សហើយនឹងមីពណ៌សគីកូពណ៌សហើយនឹងចំហុយពណ៌សដល់ទៅ2មុខទៀតគឺថាខ្ញុំរកបានដល់ទៅ6មុខឯណូហើយក៏បានជិះម៉ូតូឈុំនៅតាមផ្លូវញ៉ាំចំហុយពណ៌សបាន2មុខទៀតបន្ទាប់ពីជិះម៉ូតូអស់រយៈពេល10នាទីក្រោយមកទៀតក៏ទៅបាញ់សុំបាញ់ហើយហើយនឹងទីនំពណ៌សដល់ទៅ3មុខបន្ថែមទៀតតែពណ៌សបានច្រើនមុខមែនតើអ្នកគ្នាតោះធ្វើដំណើរទៅញ៉ាំនៅផ្ទះវិញគ្រាន់ដល់ផ្ទះវិញភ្លាមក៏បានកាន់គីកូពណ៌សនេះញ៉ាំនៅក្នុងបន្ទប់ទឹកបាត់ទៅនិយាយទៅខ្ញុំនៅសល់របស់ញ៉ាំពណ៌ស6មុខទៀតហើយក៏បានញ៉ាំបញ្ចូលសពណ៌សនេះទី21នេះគឺជានំពណ៌សបាទហើយនេះគឺជាស្ករពណ៌សបាទរួចក៏បានចូលក្នុងស្ព្រៀនហ្នឹងញ៉ាំបានពណ៌ស2មុខបន្ថែមទៀតហើយនៅសល់4មុខចុងក្រោយដូចជាបាញ់សុំបាញ់ហើយនឹងខ្ទិះដូងក៏ដូចជានៅសល់មីពណ៌សមួយទៀតពេលនោះក៏បានតែការញ៉ាំមីពណ៌សនេះឡើងត្រទី24និងញ៉ាំប្រហែល3មុខចុងក្រោយទៀតឡើងត្រទី27ឥឡូវខ្ញុំញ៉ាំរបស់ពណ៌សបាន27មុខហើយនៅនេះគឺថាខ្ញុំនៅខ្វះតែ23មុខចុងក្រោយទៀតប៉ុណ្ណោះអ្នកទាំងនេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនស្មាននោះគឺថាមកមួយថ្ងៃអីហើយខ្ញុំនៅជិះម៉ូតូស្វែងរករបស់ញ៉ាំពណ៌សទៀតក្រោយពេលនោះមកក៏បានត្រតូតលូផ្លែឈើពេលនោះទិញបានផ្លែប៉ោមផ្លែស្កានេះក៏ដូចជាផ្លែឈើ3មុខផ្សេងៗពីគ្នាទៀតផ្លែឈើពណ៌ស5មុខទៀតហើយអ្នកគ្នារួចក៏បានញ៉ាំផ្លែស្កានេះដែលមានសាច់ពណ៌សនេះផ្លែប៉ោមពណ៌សឡើងត្រទី24នេះជាពណ៌សរបស់យើងមួយទៀតទី30ហើយនៅសល់30នៅផ្លែមាន2មុខចុងក្រោយទៀតពេលនោះក៏បានបញ្ចប់ទាំង2មុខនោះយកតែហ្មងដល់ទីក្រោយមកក៏រកបានសាំវិចដែលមានសាច់ពណ៌សនេះណាំពណ៌សហើយនំសឹកពណ៌សយកទៅខ្ញុំបាន3មុខក្នុងពេលតែមួយទៀតរួចក៏បានញ៉ាំឡើងត្រទី35ស្មើនឹងគឺម៉ោង3ហើយនៅគ្នាហើយខ្ញុំញ៉ាំបានចំនួន35មុខហើយយកទៅខ្ញុំត្រូវការញ៉ាំពណ៌សតែ15មុខចុងក្រោយទៀតទេនៅគ្នាពេលនោះក៏បានត្រឹមណាត្រង់ម៉ាន់លក់បានញ៉ាំរួចក៏រកបានយកអូពណ៌សនំពណ៌សមួយនេះក៏ដូចជារបស់ញ៉ាំពណ៌ស3មុខផ្សេងៗពីគ្នាទៀតគឺថាខ្ញុំបានដល់ទៅ5មុខឯណូហើយក៏បានឆ្លៀតញ៉ាំក្រែមក៏ដូចជាយ៉ាអូបាន2មុខទៀតឡើងត្រទី37មកស្ទុក្រោយមកក៏បានត្រង់ម៉ាត់ផ្សេងមួយទៀតហើយពេលនោះក៏តែបានពណ៌ស2មុខបន្ថែមទៀតមុននោះខ្ញុំទិញពណ៌សបាន2មុខទៅនៅគ្នាចង់មានថាខ្ញុំនៅសល់ពណ៌ស5មុខតដែរហើយក៏បានអង្គុយនៅក្នុងម៉ាត់របស់គេញ៉ាំពិតជាសប្បាយខ្លាំងមែនទែនហើយនៅគ្នាស្បែកជ្រូកពណ៌សនេះគឺជាទី40យកទៅខ្ញុំគិតនៅសល់ពណ៌ស2មុខទៀតនៅលើដៃហើយក៏បានបញ្ចប់ទាំង2មុខហ្នឹងដូចជានំពណ៌សក៏ដូចជាតាហូបពណ៌សមួយនេះអូយតាហូបពណ៌សញ៉ាំច្រើនចឹងបាទមែនទែននេះតាហូបពណ៌សស្មាននោះគឺថាម៉ោង5បាត់ហើយខ្ញុំក៏ទៅស្វែងរករបស់ញ៉ាំពណ៌សនៅក្នុងសាលទៅនៅវិញម្ដងខ្ញុំត្រូវការញ៉ាំតែ8មុខចុងក្រោយទៀតតែនៅគ្នាគឺតាមបងខ្ញុំនៅលេងចាំងក្នុងពេលឆាប់នេះហើយពេលនោះក៏ទិញបាននំប៉័ងមួយដែលមានពណ៌សនេះរួចក៏បានញ៉ាំឡើងដល់ទី43បន្ទាប់ពីសម្រាប់អស់រយៈពេល20នាទីក្រោយមកក៏រកបាននំពណ៌សមួយនេះដូណាត់ពណ៌សក៏ដូចជានំចុកពណ៌សមួយទៀត3មួយទៀតបាទអ្នកគ្នាខ្ញុំនេះពណ៌សឃើញអត់ពេលនោះក៏បានញ៉ាំនំពណ៌សមួយនេះឡើងដល់ទី44នេះនំចុកពណ៌សរបស់យើងទី45ហើយនៅសល់ពណ៌សមួយចុងក្រោយពេលនោះខ្ញុំក៏បានបញ្ចប់វាឡើងដល់ទី46យើងមិនអ្នកគ្នាខ្ញុំសុំសាងកន្លែងណារឿងញ៉ាំនេះមួយគឺថាបកាយតែហ្មងក្រោយពីមកគឺថាមេឃមក7បាត់ហើយខ្ញុំក៏បានញ៉ាំឆៃថាពណ៌សនេះមួយទៀតឡើងដល់ទី47
តមកតែខ្ញុំញ៉ាំបាន47ម៉ោងនេះគឺថាខ្ញុំមិនដឹងថាខ្លួនឯងនេះចាស់លើប្រហែលតែអ្នកគ្នាបើគឺតើខ្ញុំត្រូវការញ៉ាំប៉សតែ3ម៉ោងចុងក្រោយទៀតប៉ុណ្ណោះក្រោយពីនោះមកខ្ញុំទិញមកទម្លាប់ប៉សមកប៉ោនៅតាមផ្លូវឬក៏បានធ្វើការញ៉ាំនៅតាមផ្លូវនោះទៀត30នាទីក្រោយមកគឺថាខ្ញុំបានរកឃើញរបស់ញ៉ាំប៉ស2ម៉ោងចុងក្រោយហើយ2ម៉ោងចុងក្រោយនេះខ្ញុំមិនត្រូវការយកទៅប្រចាំនៅផ្ទះយកតែមកគ្រាន់តែបានដល់ផ្ទះវិញភ្លាមខ្ញុំក៏បានញ៉ាំនំអាយប៉សឡើងទៅដល់ទី49ក៏ដូចជានំប៉សមួយចុងក្រោយនេះឡើងទៅដល់ទី50ទីបំផុតខ្ញុំជប់ចិត្តរបស់ញ៉ាំប៉ស50មុខហើយអ្នកនេះនិយាយមែនអ្នកគ្នាគឺថាខ្ញុំនឹងចង់បែកពោះខ្លាំងមែនតើបាទញ៉ាំតាំងពីម៉ោង7ព្រឹករហូតដល់ស្មាននេះមក1យប់ហើយគឺថាខ្ញុំដល់ទៅញ៉ាំខ្លាំងមែនតើបាទលេងចាស់2ខែទៀតហើយហាលេងចាស់2ខែទៀតហើយហាប៉ុនឌឺពេកយ៉ាទៅដល់វិញខ្លួនឯងវិញទៅលេងចាស់ទៀតណាបាយបាយហ្នឹងហើយទៅវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ